ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទពិចិត្រហើយថ្ងៃនេះដែរខ្ញុំនាំនៅវីដេអូថ្មីមួយមកធ្វើការចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាណាអូខេពលគឺតកតងទៅនឹង derivative ហើយសំណួរដែលខ្ញុំចោទសួរទៅកាន់អ្នកទាំងអស់គ្នានោះគឺហេតុអ្វីបានជា derivative ស្វ័យគុណ x នៅតែ ស្វ័យគុណ x ដដែលណាអូខេអញ្ចឹងវាមានលក្ខណៈមិនទៅបានជា derivative នៅតែដដែលតោះឥឡូវយើងចង់បង្ហាញលក្ខណៈហ្នឹងទៅមើលជាមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងនៅត្រង់ជំនួយនេះដែរខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅសំណួរមួយមែនទេទៅចម្លើយខ្ញុំបានប្រាប់អ្នកទាំងអស់គ្នានៅខាងដើមវីដេអូហើយរួចម្ដងហើយមិនចឹងណាអញ្ចឹងខ្ញុំមាន y ស្មើនឹង ស្វ័យគុណ x អញ្ចឹងខ្ញុំទាញបាន y' ស្មើនឹងអ្វីទៅអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយគឺស្មើនឹង ស្វ័យគុណ x ដដែលហ្នឹងអូខេប៉ុន្តែសំណួរសួរថាតើយើងបង្ហាញវាដោយរបៀបណាថា derivative ស្វ័យគុណ x ហ្នឹងគឺនៅតែ ស្វ័យគុណ x ដដែលពលគឺយើងប្រើតាមលក្ខណៈរបស់ derivative ណាអូខេអញ្ចឹងនេះគឺជារូបមន្តដែលយើងប្រើសម្រាប់ធ្វើការគណនាឬក៏បង្ហាញ derivative ត្រង់ x0 ណាអូខេត្រង់ x0 អញ្ចឹងបងត្រូវចាំថា derivative គឺវាតកតងទៅនឹង limit ណាអូខេមានន័យថា derivative ត្រង់ចំណុច x0 គឺស្មើទៅនឹង limit x ខិតជិត x0 នៃ f នៃ x ដល់ f នៃ x0 នៅលើ x ដល់ x0 ប៉ុន្តែក្នុងការបង្ហាញ derivative មួយវាពិបាកក្នុងការកំណត់រក x0 មានន័យថាយើងអត់ចង់រក derivative ត្រង់ចំណុច x0 ទេយើងចង់រក derivative ត្រង់ចំណុចណាមួយឧបមាត្រង់ចំណុច x ព្រោះដោយសារត្រង់ចំណុចនេះយើងអត់ប្រើ x0 មិនចឹងទេអញ្ចឹងយើងអាចប្រើទំនាក់ទំនងមួយទៀតស្តៀងគ្នាដែរត្រង់ចំណុចនេះគេអាចបំលែង x ដល់ x0 ហ្នឹងទៅជាហាស់ណាអូខេយើងតាំង x ដល់ x0 ទៅជាហាស់អញ្ចឹងយើងអាចបំលែងបានជាសមីការទី2ណាអូខេគឺក្នុងការបង្ហាញជាទូទៅគឺគេប្រើលក្ខណៈទី2ច្រើនជាងលក្ខណៈទី1ណាអូខេគេជួយចិត្តប្រើលក្ខណៈទី2ច្រើនជាងមិនមែនថាលក្ខណៈទី1យើងបង្ហាញអត់បានទេណាអូខេប៉ុន្តែគេជួយចិត្តប្រើលក្ខណៈទី2តោះឥឡូវយើងទៅមើលការបង្ហាញទាំងអស់គ្នាអញ្ចឹងខ្ញុំរំលឹកអ្នកទាំងអស់គ្នាម្ដងទៀតថាក្នុងការបង្ហាញ derivative ស្វ័យគុណ x ឬក៏ derivative ដទៃទៀតគឺយើងប្រើតាមរូបមន្តនេះដូចគ្នាណាអូខេ derivative ត្រង់ចំណុចត្រង់មួយចំណុចអញ្ចឹងដូចគ្នាដែរអ្វីដែលអ្នកទាំងអស់គ្នាដឹងអ្វីដែលយើងដឹងគឺ y ស្មើនឹង f នៃ x ស្មើនឹង ស្វ័យគុណ x ជាសមត្ថកម្មដែលយើងមានអញ្ចឹងខ្ញុំចង់បានឯគេព្រោះដោយសារតែសមត្ថកម្មយើងជាប់ f នៃ x0 បូកហាស់អញ្ចឹងមានទំនាក់ទំនងជាមួយ x បូកនឹងហាស់អញ្ចឹង x និង x0 ហ្នឹងខ្ញុំចាត់ទុកថាដូចគ្នាណាត្រង់ចំណុច derivative ត្រង់ចំណុច x ដូចគ្នា x និង x0 ដូចគ្នាណាអូខេអញ្ចឹងខ្ញុំយក f នៃ x បដូរ x នេះទៅជា x បូកហាស់អញ្ចឹងកន្លែង x នេះខ្ញុំបដូរទៅ x បូកហាស់ដូចគ្នាណាអូខេអញ្ចឹងអ្វីដែលខ្ញុំមាន f នៃ x និង f នៃ x បូកហាស់គឺអស់ហើយអញ្ចឹងខ្ញុំគ្រាន់តែ substitute ជំនួសវាចូលទៅក្នុងអីគេជំនួសវាចូលទៅក្នុងសមីការខាងដើមមិនអញ្ចឹងអញ្ចឹងខ្ញុំបានអីគេនេះខ្ញុំជំនួស x f នៃ x0 បូកហាស់ហ្នឹងដោយស្វ័យគុណ x បូកហាស់ហើយ f នៃ x0 គឺស្វ័យគុណ x ហើយហាស់ខ្ញុំរក្សាទុកនៅដដែលអញ្ចឹងខ្ញុំបាន limit ប៉ុណ្ណឹងតើខ្ញុំគួរកណនាវាមិនទៅពលនៅពេលដែលអ្នកទាំងអស់គ្នាជំនួសហាស់ខិតជិត0ចូលទៅក្នុងតម្លៃអនុគមរបស់យើងគឺស្មើទៅនេះគឺអីគេ0មិនអញ្ចឹងអញ្ចឹងស្វ័យគុណ x ដល់ស្វ័យគុណ x ស្មើ0ហើយហាស់0អញ្ចឹងរៀងវាគឺរៀងមិនកំណត់0លើ0អញ្ចឹងក្នុងការកណនា limit នេះតើយើងគួរដោះស្រាយវាតាមរបៀបណាពលគឺខ្ញុំអាចបំបែកស្វ័យគុណនេះជា2បានមិនអញ្ចឹងណាអូខេខ្ញុំអាចបំបែកទៅជាស្វ័យគុណ x និងស្វ័យគុណ x ដល់ស្វ័យគុណ x ខ្ញុំរក្សានៅដដែលនៅលើហាស់បន្ទាប់មកខ្ញុំឃើញកតាដែលដូចគ្នាគឺស្វ័យគុណ x អញ្ចឹងខ្ញុំទាញស្វ័យគុណ x ជាកតាអញ្ចឹងអ្វីដែលនៅសល់គឺស្វ័យគុណហាស់ដក1តោះណាបន្ទាប់មកខ្ញុំដឹងថាឯគេនៅត្រង់ចំណុចនេះព្រោះដោយសារតែ limit របស់យើងគឺជាអនុគមនៃហាស់មិនអញ្ចឹងជាប់អថេហាស់អញ្ចឹងស្វ័យគុណ x ដូចជាតម្លៃថេអញ្ចឹងដូចជាតម្លៃមួយដែលវាអត់ពាក់ព័ន្ធទៅនឹងការកណនា limit ទេយើងសន្មតថាជាតម្លៃថេណាមួយណាអូខេ
មែនតែវាមិនមែនជាតម្លៃថេទេគ្រាន់តែយើងសន្មតវាដោយខ្លួនឯងណាព្រោះដោយសារការកណនី limit គឺវាស្ថិតនៅក្នុងអថេ h មិនមែននៅក្នុងអថេ x ទេណាអូខេអញ្ចឹងអ្វីដែលយើងនៅសល់គឺប៉ុណ្ណឹងអញ្ចឹងប្រហែលជាអ្នកទាំងគ្នានៅចាំរូបមន្តមួយតកតងទៅនឹងរូបមន្តនៃគេរូបមន្ត limit x ខិតជិត0 ស្វ័យគុណ x ដក1នៅលើ x ស្មើនឹង1មិនអញ្ចឹងអានេះគឺដូចគ្នាគ្រាន់តែយើងបដូរហាស់ទៅជា x ណាមិនអញ្ចឹងណាអញ្ចឹងអ្វីដែលយើងបានគឺស្វ័យគុណ x មានន័យថានេះគឺជាតម្លៃដែលយើងបានព្រោះស្វ័យគុណ x មកកន្សោមនេះ1ហ្នឹងមិនអញ្ចឹងណាអូខេអញ្ចឹងយើងបានតែប៉ុណ្្នឹងឯងផ្នែករបស់យើងហើយនេះគឺជាវិធីទី1តោះឥឡូវយើងទៅមើលវិធីទី2អូខេវិធីទី2អាចនឹងមានភាពងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាណាអូខេអញ្ចឹងអ្វីដែលយើងមានគឺ y ស្មើនឹង ស្វ័យគុណ x អញ្ចឹងខ្ញុំបំពាក់លិននៅលើអង្គសងខាងអូខេបន្ទាប់មកខ្ញុំប្រើតាមលក្ខណៈអូខេlogarit អញ្ចឹងខ្ញុំមានលិន a ស្វ័យគុណ n ខ្ញុំអាចទៅសេថា n លិននៃ a ណាអូខេអញ្ចឹងខ្ញុំតម្លាក់ស្វ័យគុណមកខាងមុខមកអញ្ចឹងលិននៃ a ខ្ញុំដាក់នៅដដែលអូខេអញ្ចឹងខ្ញុំតម្លាក់ x មកខាងមុខអូខេអញ្ចឹងខ្ញុំបានអីគេលិននៃ y ស្មើនឹង x លិននៃ ណាអូខេលិននៃ អញ្ចឹងបន្ទាប់មកខ្ញុំត្រូវធ្វើមកទៀតខ្ញុំ derivative លើអង្គទាំងសងខាងអញ្ចឹង derivative លិននៃអុយគឺស្មើអុយព្រីមនៅលើអុយចំណុចនេះគឺខ្ញុំប្រើតាម derivative អុយគុណនឹង v ណាប៉ុន្តែសំណួរសម្រាប់ចាំបាច់ប្រើតាមអុយគុណនឹង v យើងអត់ប្រើក៏បានដែរមិនអញ្ចឹងហើយព្រោះដោយសារនេះចំនួនថេហើយខ្ញុំអត់បានមើលអញ្ចឹងចំនួនថេគឺយើងទាញចេញ derivative x គឺស្មើនឹង1អញ្ចឹងស្មើនឹងលិននៃ បន្ទាប់មកយើងទាញរក y' គឺស្មើនឹង y គុណឲ្យ1មិនអញ្ចឹងហើយព្រោះលិន ស្មើ1ប៉ុន្តែ y យើងស្មើឲ្យគេស្មើនឹង ស្វ័យគុណ x អញ្ចឹងខ្ញុំទាញបាន y' ស្មើនឹង ស្វ័យគុណ x អញ្ចឹងដូចទៅនឹងផ្នែកដំបូងដែរហើយនេះគឺជាចម្លើយថាមូលហេតុអីបានជា ស្វ័យគុណ x នៅតែ ស្វ័យគុណ x ដដែលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចចុច like share និង especially subscribe to this channel អរគុណសម្រាប់ការទស្សនា